រ៉ូបាញ់យូរណាស់ទេបាទខ្ញុំមានរ៉ូបាញ់យូរណាស់បាទថេបរត់និយាយបាទរ៉េបយកហើយអូអូរ៉ាស្ពេញកាត់យូរណាបាសៀឬមិនបាសៀcontrol tiếp theo gần đây biết rốp cái lũ ta EP vậy បាទ Tesla លេងចាំងកលយ៉ា Tesla មានមិនអាប់ដែរបាទពឹងទៅលើ damage របស់ CLC ក្នុងការ carry ចាំមើលតើ CLC ធ្វើចេញឬមិនចេញ Tesla តែបើយើងមើលទៅតារាងនេះចង់មកពិបាកលេង1 Pro ណាបាទចង់មកគឺបាក់1 Pro មែនទេអត់មានអីវាយយូរណាស់ទេត Felix កាត់ land ធ្វើរឿងមួយបាទចូលទៅក្លុកចាំងកលជិះទៅចង់តាមបាត់ទៀតបំអូយវានេះក្តៅសាច់ណាអូយអោគ្រាមួយវា7ហើយគាត់ធ្ងន់ណាបាទអូយចឹងយ៉ាងណាមិនក៏សូមស្វាគមន៍អ្នកមកកាន់ការប្រកួត Lower Bracket Final វគ្គមែនបាយថាវគ្គអីទេវគ្គចុងក្រោយតែម្ដងសម្រាប់ថាតើអ្នកណានឹងឡើងទៅវគ្គបន្ទាប់រវាង Pro Esport ប៉ះគ្នារវាងជាមួយនឹង CFU Gamer បែរមួយសិនអើធ្វើចឹងឲ្យបានរត់បាទធ្វើចឹងឲ្យបានក្តុកក្ដួលបេះដូងខ្ញុំចង់លោតមកក្រៅទៅបេះដូងលូនលាប់ដាក់បាទអូណៃកើបាច់ញាត់ដល់ដែរញ៉ៃកើឲ្យដើររត់អីអូរត់នឹងអីចាំត្រូវគិតឲ្យច្បាស់ដើរសេរត់សេតែញ៉ៃកើឲ្យនិយាយថារត់អូមានស្អីចាយឲ្យនេះណា solution មកណាវិញអត់ប្រាប់យេសិនតែមានធីបទៀតចាយឲ្យធីបអូល្អចាយខ្ញុំមិនទៅថាអត់ប្រាប់ទេកាន់តែអត់ប្រាប់ការចង់ដឹងតែបើប្រាប់អត់ចង់ដឹងវិញបាទចឹងចាំមើលជាមួយនឹងវគ្គមួយនេះក្ប៊ីមយល់យ៉ាងម៉េចដែរចំពោះតារាភិកធីម2បើតែចង់ទៅមកដើរមកគឺអត់មានហេរ៉ូណាដែលវាយយូរណាស់ដាច់ទេយូរណាស់វគ្គហ្នឹងគឺធំខ្លាំងមែនទេចង់មកហ៎ដើរមកខ្ញុំនិយាយដើរមកដែរចឹងហើយដើរមកអត់មានហេរ៉ូវាយយូរណាស់ទី1ទី2វគ្គមួយនេះរំពឹងទៅលើកលូបើក map ហើយ Teresa ចាំ load backup cover វិញព្រោះសាររដង Teresa មិនជាប្រភេទ hero មួយដែល zone team fight ដែរអត់បាទប៉ុន្តែដោយសារតែមានកលូអញ្ចឹងពេលដែលចេញ Teresa នេះមកគឺកលូជាអ្នកបើក map វិញបើកខៃ map អស់ហើយបើសិនជាគេចាប់ដើមបុកវាយ team fight គឺ Teresa ចាំ load ultimate cover វិញយ៉ាព្រោះដោយសារពេលដែល load ultimate cover ហ្នឹងគឺ knock up លោតទៅវា knock up ដែរ knock up អា plate ដែរអញ្ចឹងគឺពេលហ្នឹងគឺវាជំនួយទៅដល់ខ្លួនវាចាំជួយ ulti បាទ Purify 3នាក់ពី Pro Esport បាទព្រោះគេ cloud control ច្រើនណាពីប្រភេទ hero របស់ CU Gaming បាទរុនថត់ប៊ុងអូយបកស៊ីអូ flicker បាទមានបញ្ហាដូចគ្នាមកណាបោកមួយទៀតអូយធ្ងន់តែឈូជូសិនឌូហ្នឹងហើយឈឺឥឡូវគេបោះទីមេទៀតឈូមេទៀតហ្នឹងអូយកលេខទៅមើល MLM ណៃកើបាទAttribute ដូចជាអត់មានដោអូដោយសារបុកស៊ីគាត់យក Attribute ឈើចាក់ថ្មិញយ៉ាបាទកំណត់បិទទៀតគាត់លេខអាហ្នឹងយូរដែរបាទចឹងមិនទាំងថយដែរមិញបាទអូយមកយូរណាស់តាមពិតមិញខ្ញុំគិតថាប្រឡោះទី4នេះ PC យកអញយកយូរណាស់លេងតែក្ប៊ីបើយើងមើលទៅប្រភេទ hero របស់ខាង Pro ក៏អត់មានណាស្រួលបុកយូរណាស់ណាហ្នឹងហើយចាំ spray last pick ចាំងក៏បានបាទព្រោះចាំងក៏គេក៏ expect អូយបកស៊ីអស់លេខគេណាបកស៊ីប៉ុន្តែសាអញនឹងលងនៅគ្នាមកដែរបាត់បង់សាយករោមយកទៅដោមួយ mid lane ដូចជាមិនចំណេញទេបាទធាវចូលទៅកាន់ detective ទៀតណាប្រភេទ hero គឺវាគឺជាប្រភេទ hero មួយដែលមាន damage នៅក្នុងតាមមកខ្លាំងមែនទេអញ្ចឹងបើធាវចូលលុយ item level អែមតាមហ្នឹងបាទណាក៏បាទអញ្ចឹង complete line អ្នកគ្នាជាមួយនឹង Infinite GT 50 Pro 5G បាទជា smartphone ដំបូងមកបំពាក់ដល់នៅបន្ទះបច្ចេកវិទ្យាលុយយកកប់យកតែមែនតើជាមួយនឹង Liquid Cool Hydro Flow បាទតួលេងហ្គេមរាប់មកក៏ម៉ាស៊ីននៅត្រជាក់ស្រេបមិនឡើងកម្ដៅឡើយបាទអញ្ចឹងអ្នកគ្នា complete ទៅសាកទៅជាមួយនឹងទូរស័ព្ទដៃ Infinite GT 50 Pro នៅស្តង់នៅ boot របស់ Infinite ទាំងអស់គ្នាផងដែរបាទអូយអត់មានណៃកើចឹងមែនណាបាទវគ្គ7អីចុងម៉ោងហើយអូយបានហើយណៃកើមិនកុំនិយាយចឹងឬគ្រប់យ៉ាងមកណៃកើអីដល់ឃើញអត់អញ្ចឹងហ៎សួយដល់ហ្នឹងនេះបាទទីបាទហើយភាពនិយាយក៏បានដែរដំណើរការនេះនិយាយក៏បានចុះឥឡូវមានអី
ពេលទៀតហ្នឹង ណោ អ្វីគ្រប់យ៉ាងគឺដោយសារណៃកើអស់នេះអស់ ប្រាប់ឲ្យតាប្រាប់ឲ្យតាថ្ងៃហ្នឹងក្ប៊ីចង់និយាយក៏បានដែរបាទ មើលទឹកមុខ player អារម្មណ៍ស្រស់ស្រាយធម្មតាគេធម្មតាណោះគេវាយវា7អារម្មណ៍ធម្មតា Oh my god បាទហើយបើយើងនិយាយពីក្រុមទាំងពីរគាត់ជាក្រុមដែលមានបបផ្សោតច្រើនអញ្ចឹងមើលឲ្យថាវា7សម្ពាធ pressure សម្រាប់គាត់អត់មិនទៅជាសម្ពាធហ្មងណាអ្នកដែល pressure រៀងអាចនឹង pressure ជាងគេគឺពីខាង CEO ដោយសារគាត់ Rocky ដល់ទៅ2អាណាមួយគាត់ដែរលេងជាមួយនឹងការប្រកួតធំដល់វគ្គជ្រៅអញ្ចឹងទេរៀងពិបាកសម្រាប់គាត់ដែរបាទតែសង្ឃឹមថាគាត់ធ្វើបានល្អព្រោះគាត់មានជាមួយនឹងជើងចាស់3រូបដែរមាន Bado មាន Detective មាន Boxing នៅនឹងដែរចាំជួយគាត់ហ្នឹងហើយបើសៀវស៊ីមានអីខ្ញុំឃើញ Rocky ទៅ បែរ Rocky មែនហ្នឹង មួមដល់ហើយ goal ហ្នឹងមួមណា Yes អូយ Rocky ណាដល់វាយគេពេញហ្នឹងមិនថា play យក Philippines ខ្មែរទៅវាយទាំងអស់ឥឡូវគាត់ធ្វើម៉េចគាត់ថាម៉េចដូចមិនមែន Rocky ទេថា Yes បាទគាត់បើយើងនិយាយទៅគាត់មិន Rocky ក៏ប៉ុន្តែរៀងស្ទើរបបពិសោធន៍ក្នុងការលេងដែរអានេះវាយើងមើលទៅតែมันជាបញ្ហាការនាំមុខ200លុយតែប៉ុណ្ណោះដល់មិនដាច់គេអស់ដាច់ Boxing មួយបាទដាច់ Boxing ដាច់ Boxing ដាច់សារដែរបាទដាច់មួយស្មើtotal ទី1 level 4ពី Bado បាត់ហើយ Felix អត់ដល់ level 4នោះទេគេចាប់ដើម fast total យកតែម្ដងពេលមានការបើក map ឲ្យដូចគ្នាផងដែរទៅឲ្យមកតន់អត់ហើយសេអូហើយសេចាក់ slow រីត្រីអត់ដល់ទេ Bado ឈ្នះយកបានដូចគ្នាផងដែរហើយសេ copy មកវិញដូចគ្នាពី Remy មានបញ្ហាមិនតែមានការដេញជាប់យកតែម្ដងពី Khoi Le យកមិនដែរវាច់ដាច់ Boxing មួយដូចគ្នាផងដែរជួយនឹងការយក kill ទៅលើ Boxing ដូរនឹង total បាទ Remy មិញគាត់ copy ultimate របស់ Khoi Le ក៏បីបាទជាប់ហើយប៊ីមានបញ្ហាហ្នឹងហើយណូបាទយើងឃើញរូបភាព4ទល់នឹងស្មើមិញពិបាកវាយទៅលើសមាជិករបស់ Pro ទៅមក Uranus នេះបាទតាមមួយ Uranus មិញ clear lane ក្រោយហ៎គាត់មានបែប4បាទមកហើយខ្ញុំភ្លាមគាត់ឃើញមុខ Khoi Le ហ្នឹងរីត្រីមួយប៉ជិលវិញឆ្ងាយច្រើនតែមើលចង់មកតើ stake របស់ CLC មានច្រើនអត់ព្រោះ stake បើ CLC អត់មាន stake ច្រើនដូចវគ្គទី3អញ្ចឹងឯងកប៊ីបាទតតែ stake ច្រើនទៅបាញ់យូរណាស់ទៅអត់ stake បាញ់អត់ទៅទេអូយមិនអីមើលម៉ែបពេអូយគាត់ឆ្លាតដែរគាត់ដើរទៅមុខមិនអញធ្ងន់ណាទៅលោតចាប់បោកគាត់វាយតែមួយផ្លែដាច់ហ៎បាទសំខាន់ kill ចូលលើគាត់គាត់មក kill តែកើបាទអញ្ចឹង item នាំមកជូនដោយ Infinite GT 50 Pro 5G ជុំបាទដូចពាក់បីជើងឯងណាព្រោះដើមមកដឹងថា total នៅគាត់អញ្ចឹងបែបពាក់ fast យកជាមួយនឹង War X ហើយបន្ទាប់មកពាក់បីជើងមួយមក rotate សិនតណាព្រោះគាត់ចិត្តចេញ War X ហ៎ CLC លុយលីតមក100ដែរ CLC ក៏អត់ពាក់បីជើងបាទគាត់ពាក់អានេះកៅអៅ defense magic ហ៎បាទពាក់ហ្នឹងដើម្បីទប់ damage 50 War X Khoi Le ចូលខ្លួនណាlevel 7ទៅ level 7បាទអូយ Boxing យ៉ាងម៉េចហើយមានការបោកវាយ Boxing ដែរទេវាយយកតែម្ដង Boxing លោឈៀបបាត់ហើយអស់សេដូចគ្នាផងដែរបាទគេអណយដែរចូលទៅថតការដល់ជាមួយបាទKhoi Le អស់សេណាKhoi Le អស់សេ Detective មកដល់ជាមួយនឹងការចាប់បោកជួយ Purify យកតែម្ដងមកជាដែរទេភ្លាមដល់អាប់ជួយតនដូចគ្នាផងដែរជាប់ Purify Oh my god តែ total ចូលបានដែរទេ Khoi Le បាទការបោកវាយទៅលើ Bado ទីខៃធីអូរីត្រីបានលោកជួនយកទៅដល់វាយទៅលើ Bado នេះគេមកតែប៉ុន្តែមានការជីកទៅលើ Khoi Le Bado អត់ដាច់នោះទេបាត់បង់ Khoi Le យកបានទៅថតចំណេញកន្លងតែពី CLU Gaming បាទបាញ់មែនជាមួយនឹងការចាប់កញ្ញិចទៅលើ Khoi Le ពេលគាត់ល្អជាមួយនឹងការ lock ទៅលើ Detective កប៊ីក៏ប៉ុន្តែការចាប់កញ្ញិចពី Boxing និង Felix ដែល lock ទៅលើ Khoi Le ធ្វើឲ្យ Khoi Le អត់បានសំបីតឡើងសេះបាទធ្ងន់អឹបយកតែម្ដងអត់មានសេះឡើងអស់ណាបាញ់បានហើយស្គីប៉ុណ្ណាបើគេ knock up ចាប់ជាប់ជីកទេបាទព្រោះដោយសារមិញDetective ឆ្លាតគាត់វាយខៃរហូតគាត់គប់ skill តរហូតដល់ពេញ stack គាត់ចូលទៅដល់អាទីផ្សារយកមកដើម្បីបង្ខំឲ្យសារ off purify ណងបាទ Star លៀងសាយចូលទៅក្នុងខ្លួនគូសែនដូចគ្នា top stack ចូលខ្លួនទៅលើកូនបើដែរណាក្ប៊ីបាទចូល top stack ណា កូនបើ CU បាទនិយាយទៅខ្ញុំចាំមើលតែ CLC វគ្គនេះបើ stack គាត់ច្រើនគាត់មានឱកាសវាយយូរនៅទៅតែបើថា stack អត់ច្រើនក៏បាក់ទៅបាក់លេងអូយ clear 2 lane ហើយបាទជាមួយនឹង CLC លុយច្រើនណាស់លុយអាចលិតទៅលើគូសែនមានអារម្មណ៍ថាគេឡើងទៅជួយ CLC ច្រើនគេបិទ lane និយាយទៅបើកូនបើនិយាយទៅបើកូនបើមកបំពន់ណាកូនបើខ្លាចជាអ្នកបំពន់ចាំមើលជាមួយនឹងពេនឹងសាអាចនឹងមានរូបភាពធ្វើមួយរឿងដែរឬទេ
thơm mày chứ nhỉ thời đại Felix lấy lên clear lane này Felix lên clear lane này lên ấy oi coi lên nhẹ clear bà oh my god ngọc lên ngặt lên ra ngặt đây có khai fail bà càng ngặt ôi run thụt ôi vẹn bờ lên cái con lên nhiều sai phiền luôn sai phiền luôn bà hiên lên đây 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 của hai phay đây bây giờ vậy từ cho tụi trẻ khá nón lên lần để sẽ clean vô mà bà ok minimap bíพอการด้วยนะมินิแมปเหลี่ยมเคย คอยลีឆ្លាតដែរតែការដើរវៀងតាមអូរ៉េងបឺមកមិនបើសិនជាគាត់វៀងតាមផ្លូវស្ទឹង detective ចាប់យកមកព្រោះ detective ចាំនឹងមួយថ្ងៃឯងបាទខ្ញុំចាំមើលហ្មងសាយ៉ាងគេជន់វាយលើបានយាយអត់មានឈូតអូមានឈូត fire off ឈូត fire ដូចគ្នាបាទ off ឈូត fire បាទប្រទេសចូលសាតូបាទជើបោកវាយបោកស៊ីវាយអត់ដាច់ទេអូវ៉េពេបញ្ញាប់តតមែនអញ្ចឹងថលនេះក៏អត់មានតតផងហ្នឹងយេថាស្អីចាក់ស្លូវាយយកដល់ទី3បានពី detective លៀមខយលេអត់មានបញ្ហាដូចគ្នានៅពេលោឈៀមពីការដកថយវាយលើវ៉ាដូ off link លៀមខយលេចោះស្ដានអូយលោតអស់យកដល់ក្រាក់តែវាយដល់គ្នាមកដែរសាបាទវ៉ាដូមួយបើនិយាយពីអ្នកលោវិញលោទាំង10អ្នកមកវាអើយលោដល់ហើយបាទអេបាទលេលែនបានដូចគ្នាបយម៉ាប់ហើយជាមួយនឹងបយម៉ៅជួបមុខគ្នាតេះគ្នាម្នាក់ម្ដាយជើងដូចគ្នាបាទ3 kill ទល់នឹងស្មើមកខេលីតតែប៉ុណ្ណោះបាទ CU ជាអ្នក lead ដូចគ្នាដោយសារ objective គាត់ control បានច្រើនគាត់យកបានសថល3ដងបាទអស់សេះទៀតហើយខលីអូយស្មើតលេង snowball អញ្ចឹងស្មើជាមួយចង់មកល្អមើលណា30ទីបាទចង់មកយើងរំពឹងថាចេះតែអ្នកណាការ set up team fight បាទល្អជាងបាទបាទដូជាយើងនៅក្នុងការ clear ប៉ុន្តែគេហូវាយតដាច់វាយមនុស្សហើយរត់តែជើសាទៅបោកវាយទៅលើបាទដូប៉ុន្តែមានការដកថយមកវិញដូចគ្នាគាត់ហើយពេអាចនឹងធ្ងន់អូបាទមិញបាទដូគាត់លោត ulti វាយនេះគ្នាគាត់ខលីនៅក្រោមយកប៉មអូងើឃើញហើយរាល់ដំណើររបស់សៀវស៊ីតែតែមានបកស៊ីដើរកាងឲ្យឃើញហើយមើលពេលលិចដើរតាមរហូតមាន map មើលខលីហើយសេវាយយកដល់ដងភ្លាមជាមួយនៅខាងក្នុងនេះយកបានប៉មជាវ៉ាន់ដូចជាអេនៅ delay យូរតិចទៀតអាចនឹងធ្ងន់កមកអើយទាញចូលលត់2យកដល់ភ្លាមចាប់បងវាយនៅក្នុងបងដូចគ្នាមកដែរបាត់បងជាមួយនឹងខលីប៉ុន្តែសៀវស៊ីលោឈៀងដូចគ្នាអើយពេបាក់បងរត់តែសាទៅបាត់បងជាមួយនឹងសៀវស៊ីបាត់ហើយបងវាយទៅបងស៊ីមួយទៀតដូចគ្នាមកដែរបងស៊ីអាចនឹងគ្រួសារដូចគ្នាសោះឈៀងដៃបាត់បងស៊ីបាត់បង2 kill Oh my god វ៉ាដូមកអើយខ្ញុំស្ដាយ reaction របស់ COC មែនតើដែលឃើញឈូរបស់ពេលនៅកតាមុខតែគាត់អត់ប្រេក្នុងការ flicker ទេបាទអត់ដឹងមិនដែរ flick មិនគេ knock flick ដែរមិនអត់ទេមិញបើសិនជាគាត់ប្រេ flick ស៊ីចកេះអាចបានមានរូបភាព flick កណ្ដាលគ្នា Lord Spawn ឥឡូវនេះ300លុយលិចមកវិញពី Pro Esport អូយស្មើសាច់បាទវគ្គ7នេះស្មើសាច់ងន់អឹបហើយបាទចង់មកយើងដឹងស្រាប់ហើយ damage របស់ Pro គឺច្រើនមែនតើ5 red liam mode បាទចឹងក៏ play line អ្នកគ្នាជាមួយនឹងកម្រងកញ្ចប់កម្រង Secret AO Gamer ថ្មីបានទាំងពេកអ៊ីនធឺណិតក្នុងកញ្ចប់តែមួយសម្រាប់ gamer យកតែម្ដងតម្លៃត្រឹមតែ$1កន្លះតែម្ដងមួយសប្តាហ៍ដូចគ្នាបាទឡតទូស្តាន់ឡតនោះยังไม่ได้เฟลิกអត់មានភាពតាន់នោះទេគេមានការឈាមមកដល់គេបោកវាយរៀនเฟลิกសៀវសេពេលុកខរត់តែជើសាតូចាប់លុកឡតđây thấy theo chỉ để cho bạn qua đi phải bắt về lên chắc chắn phải liệp anh bị bay hai đàn tê chúng ta chăm lóc tầm đầu đâu cú sen kẹt tê bay cho thân phải liệp bị cá đỏ thôi thì đây bay to chúng ta cú sen bắt bóng buồn nè bắt thở hơi សំខាន់ចិញ្ចឹម stack sky piercer ឲ្យទៅ COC 30 stack ទេដែរកប៊ីបាទមិញពេលគាត់ព្យាយាម lock ទៅលើ COC ដែរតែការ lock របស់គាត់ lock អត់ដល់នេះ lock អត់ដល់ COC free damage បាញ់យកតែម្ដងហើយសំខាន់គេចាប់បានខយលេទេ retrieve បានជាមួយនឹង lock ដេញវាយផ្អើភូមិយកតែម្ដងដូចតែបាននិយាយចឹងមិញគឺយើងឃើញណាតែរ៉េស្វានលោតជន់ ulti ទៅវាហើបជើងគឺគាត់វាចង់កប៊ីយកហ្មងបាទជន់ ulti យកតែម្ដងOh my god តែមួយ lot នេះមើលទៅដូចជាមិនចំណេញអីណាទេសម្រាប់ CU Gaming នាំមុខតែ 3k goal តែប៉ុណ្ណោះបាទតែចំណេញប៉មចំណេញបានប៉មមេចំណេញបាន T2 turret នៅផ្លូវខាងលើអញ្ចឹងណាចំណេញ stack ដែរ stack sky piercer ដែរសំខាន់ CC ត្រូវ save ដូចគ្នាដោយសារ flicker របស់គាត់នៅ cooldown ពេលអាចនឹងធ្វើមួយរឿងដូចគ្នាបាទពើងកុំឲ្យដាច់សៀលភ្លាមទៅ10នាទីទេបាទ detective វគ្គនេះរៀងមានដែរកប៊ីមានបាទរៀងមានដែរលុយស្មា Coily ណាបាទCoily កំពុងពួយ damage មកគ្រាប់ទៀតដូចគ្នាអាចនឹង Hunter Strike មកទៅបាទអូយរនថត់ detective level 13បាទពេlevel 13ស្មើទេ Jungler តែខំលុយវគ្គនេះគេដាក់អមកូនពៅសុតហ្នឹងហើយដាក់អមស៊ីស៊ីបាទតែពេលទាត់កូនពៅអត់ចេញទេឥឡូវនេះ Felix ក៏រៀងបាក់ទប់ដែរព្រោះយើងឃើញមិញចូលមក CC បាញ់គាត់2បង់អស់ជាង 50% យេ
បាទ វាពាក់យកឈាម ហ្នឹង ពាក់ AC ពាក់អីឡោវា37 stack អូយ BOD ឡើយណោះ រ៉ា តែ ស់ ចេញ ទៅ BOD BOD ឈឺ តែម្ដងអត់មានកាត់សៀហាបឺតអីមុនទេបាទរ៉ាស់ BOD ព្រោះគាត់ត្រូវការ damage ធំ បាទបើសិនតែមាន stand knock up អីឲ្យគាត់បាញ់ free ហ្នឹង បាទ ចាំថាវគ្គនេះរំពឹងទៅលើ PP បើសិនជា PP ធ្វើតតបាន COC ជារឿងល្អតែបើសិនជាតតមិនចេញចូលដល់ទេត្រឹមថា Felix បាំង damage ខ្ញុំគិតថាពិបាកក្នុងការបាំងព្រោះឥឡូវ stack វាចាប់ផ្ដើមច្រើនដែរហើយបើសិនជាដល់ទៅបដ ாய் ឲ្យដល់50 60 stack 70 stack អីហានិភ័យតែម្ដង បាទ បាទ ល្បែ14ស្មើដូចគ្នាពី Jungler ទាំងសងខាងដូចគ្នាប៉ុន្តែវាដែលចំណេញពី CFU គឺគាត់យកបាន turret ច្រើនមែនតើ Yes បាទ បាទទៅខាងលើ ហើយ map detective Oh my god ឃើញ map ចាប់បងវាយមកดูយកទៅក្នុងមាន knock up បោកបាក់បោកវាយដាច់ទៅទេវាយដាច់ប៉ុន្តែលោតអត់ទេលៀមមានការចាប់បងវាយយកទៅក្នុងលៀមពេលលេខអត់ដាច់នោះទេមានការដេញតាមជាមួយនឹង detective ចុចកក់មួយទៅគ្នាមកដែរអស់ពីកក់ដាច់ដែរទេបាត់បង detective នោះអត់មានបញ្ហាពេលលេខរងទីមេកឲ្យប៉ុន្តែមានការទាត់ចុចជួយវាយទៅគ្នាមកវាយទៅក៏ដែរលៀមយ៉ាងមិនដែរបងសេចាច់បាត់បងសេបាត់បងមួយនេះនោះ admit ដែរទេលៀមសៀវស៊ីជាយ៉ាងនៅក្នុងការ clear minion អូឡតសិន បាទ free lot បាទមិនមានរឿងអីចេះពី Vadu ដែលឲ្យគេស្ចាប់បានស្រួលម្លេះ បាទ បាទចង់ភ្លាមឡតទី2នេះគឺ free ទៅលើ Pro Esport បាទទៅហើយ មិនគឺជាមួយនឹងការសម្រេចចិត្តវាយ Vadu មុនគឺល្អព្រោះតែសារតែ stand Vadu ហ្នឹងឯងដែលក្លុកអត់ឲ្យ Coil Lee បានវាយនៅក្នុងទី5 ហ្នឹង បាទ បាទ 3K សល់តែ1រកស្មើវិញបាទហ្មងតឡតកើតមក Pro នៅមកវិញ បាទសៀហាបឺតចូលទៅក្នុងខ្លួន Coil Lee ដូចគ្នាអូយរួនធត់ញាប់ញ័រ បាទមីនៀនក្រម clear បានប៉ុន្តែឡតគេក៏មិនទាន់ clear មីនៀន mid គេអត់ clear ទេបាទ map នេះគឺពិតជា map dangerous មែនបាទ សំខាន់ Remy គាត់ copy ultimate របស់ឈូរបស់ PP ណា Yeah ថាគាត់គោតែ copy ultimate ទៅសិនជារឿងល្អជាងសម្ បាទ រាប់ គា គាត់ ត់មានប្លាស់ទី ព្រោះណាមួយគ្នាគាត់មាន cloud control ច្រើនហើយ Yep បាទ គាត់ sale គាត់ copy ឈូក៏ល្អណាស់មួយបាន sale CC បើថាគេចូល lock គាត់គាត់ទាត់ឲ្យ CC វាយ Yeah ឡតនៅខាងលើមានការ clear ដូចគ្នា បាទមួយឡតនេះក៏មិនអាចយកឲ្យបានច្រើនដែរពី Pro Sport បាន tier 2 នៅ mid lane ដូចគ្នា បាទបុកស៊ីចង់ធ្វើមួយរឿងហើយសេចាក់ slow គេចុចអូយ៉ាងមិនដែរអស់ហើយបុកស៊ីអស់ហើយបុកស៊ីពិសេសខ្ញុំអត់អីគាត់ចេញមួយសិនដូចគ្នាបងដែរជាមួយនឹងការវាយទៅលើ free យកទៅលើបុកស៊ីអាចមានបញ្ហាបាត់បុកស៊ីមួយទៀតបាត់ទៅហើយ ហើយឡតខាងលើអត់មាន ឡតខាងលើអត់ទាន់ clear នោះបាយបលបាត់បងជាមួយនឹង tier 3មួយដូចគ្នានៅលើ បាទមិនបានទៅប្រឡែងឡតចោលអញ្ចឹងបាទពីសមាជិករបស់ CAU បាយ communicate ទេ បាទ វាយ communicate ហើយ mid lane នេះទៅ mid lane ហើយសេចាក់ slow វាយដែរទេ detective ចាប់ទៅលោតនោះទេលៀមបាត់ដូរលោតចាប់ជាប់សាមានជាមួយការចុចកោនេះគ្នាបងដែរបាត់បងសាបាទលៀមយ៉ាងមិនដែរ detective យកបានពេលលេខ1ទៀតដូចគ្នាបងដែរអូ flicker អូនេះ mini egg from COC admit តិច admit វិញ admit វិញមីនៀនមកវែលតិច admit វិញពី CAU Gaming នោះមានរឿងអីចេះអាចនឹងមិនចាប់មាននេះដែរទេ5ទល់នឹង1 admit ឬមួយក៏យ៉ាងណា មីនៀនកាលើយ admit ឬមួយក៏យ៉ាងណាក្ប៊ីមីនៀនមកវែលខយលីបដោជីវិតឬមិនបដោមីនៀនកាត់គេហ្វា clear តើហើយហៅតែយកតាមដល់ជាមួយនឹងការបោកត្រេះសល់អត់ទៀតមួយតែសាកាត់អត់មីនៀនទេថយ Oh my god អូយជួយដល់ការបាត់បងដល់9នាក់ COC ឡើង sky ទៀតសល់ឡើង stack ហើយ80ហើយ COC 80ហើយបាទបាញ់ដូចតែបានឈឺមែនតែនអូយ80ហើយបាទដូរ3ជើងមកបាទដូរ3ជើងពាក់2ជើងអីពេអាចដល់ពេដូចគ្នាដែរប៉ុន្តែភ្លាមមានការចាប់បងដូចគ្នាដែរពេដល់ថយបានដូចគ្នាពេលលេខជាយាមក្នុងការរកទីមេ50 stack អូយពេលលេខអាចអង្គក៏ប៉ុន្តែឡតកើតមួយពេអត់មាន flick ណាឡតនេះពេមិនមាន flick នោះទេអញ្ចឹងបើចង់ចាប់ទៅលើ COC មិនមែនជារឿងងាយស្រួលដូចគ្នាបាទគេប៉ាឡតមកតទេជាមួយនឹងខយលីមកតណាពេលលេខជាយាមក្នុងការបើប៉ុន្តែមានការបោកវាយពេទៀតបាត់ហើយបាត់បងពេខយលីមកអើយហើយសេវាយដែរទេប្រយ័ត្នស្អាតទី Tesla បើសេចាក់ស្លប់វាយយកដំណឹងកុំចូលវាយវាយយកដំណឹងភ្លាមជួយដល់បាត់បាត់បងវាយបោកស៊ីតដូចគ្នាមកដែរភ្លាម detective លោតខបាត់បង detective តែមិនដែរនោះសាសជាមិនដែរទីនេះវាយដូចគ្នាមកដែរភ្លាមអត់មានអីតនោះទេដកថយសិនដូចគ្នាអូ clear mid COC clear mid មាន pressure ខាងលើមាន pressure លើអូ recall សិនមាន pressure អ្នកណាតប់ឥឡូវអ្នកណាតប់អូ Remy ទៅតប់បាទ
អូ my Lord. god វាយឡត អេគូសែន គូសានទៅបាត់ថាមែន អូចាក់សូវាយយកដល់ភ្លាមបុកវាយជួយមកអូជួយបាត់បកស៊ីបាត់ហើយអូយបាឡែនមករេមីមក មីនៀនដាច់សៀវសេជួយមកទៀតសាតូបមីនមិត អូ អត់អី អូយ ឡតបានដែរទេភ្លាមដៃចាក់លើក៏មកដល់ជាមួយនឹង DK kill តែអត់មានគូសែននោះទេគូសែនមិនគាត់រៀង over តិចហើយបាទបាត់មែនពេតែគាត់នៅកតេកតើនៅនឹងឲ្យគេចាប់បានដូចគ្នា 3 គីឡូទៀតចូលជីកទៅហើយ my god បាទ lot នេះមើលទៅដូចជា free ទៅលើសមាជិករបស់ pro ហើយបាទចូលមកហើយ បាទចូលហើយបាទចូល បាទឌូធ្វើរឿងមែនមកស៊ីអ្នកធ្វើទុកបាទឌូអ្នកធ្វើបាទឌូ បាទចូលហើយអត់មាន sale ស៊ីបាទចូលបាទចូលឲ្យ អូយឡអូយ បាទ ឡតទៅគ្នាមកដែរពី pro e-sport អូយស្មើសាច់មើលអូយស្មើសាច់មើលអូយ 1k លីកមកវិញទៅគ្នាមកដែរពី pro e-sport និង CLU gaming បាទអត់ហ៊ានបកក mistake ទេណា បាទ ភ័យរៀងខ្លួន ល្អដូចគ្នា បាទ បាទល្អដូចគ្នា I think Bill អូមានកក់ខ្វីងវិញជាមួយនឹង Ganabia អូតែ Coily មានតែខ្វីងវិញមួយណាជាមួយពេលតោះមានទេ Guardian ហែមអូលូ I think ពាក់ Rose Gold អូខេអូ yes lot មួយនេះចាំមើលអាចបញ្ចប់វគ្គដែរឬទេពី pro e-sport អូយចង់ពេល Gamer X មែនសៀវស៊ី ចង់ រមខនសៀមពីពេលោកបានទេជាមួយនឹងការបោកដែរទេជីកហើយFelix ចាំមិនได้ខ້ອຍលេអានខ្លួនណាបោកខ້ອយលេបោះទៅហើយវ៉ាឌូរត់តែជើសាតមកជើចាប់បោកវ៉ាឌូប៉ុន្តែវាយវ៉ាឌូអត់ដាច់នោះទេសមាជិករបស់ CLU Gaming clear ឡធម្មតាសិនអូ my g បាទដូចតែបាននិយាយចឹងតាប់Sky Piercer របស់ CLC មានពេកក៏ពិបាកដែរយើងឃើញហើយ Felix មិញទប់ damage អត់ចង់ជាប់បាក់ប៊ីនេះអត់មានអ្នកខ្វល់ពីការចាប់ទៅលើ Felix ផងបាទគេចាប់តែ Coily ទេវគ្គនេះគេចាប់កញ្ញិច Coily ច្រើនដែរ Coily បាក់លេខបាទអូយបុកពោះវគ្គ7ឲ្យស្មើដៃគ្នាមែនតើអូយធ្វើរឿងអ្វីម្យ៉ាងមេតអើយគាត់សៀមមកឲ្យបុកស៊ីចង់ធ្វើរឿងមួយយូរចង់ធ្វើរឿងឃើញ map អូយអូរត់ធត់បាទរន់ធត់50ទេណាបើម្នាក់តាម team fight ទៀតដឹងហើយបាទតែតម្រាំតឡតនេះកើត spell ទាំងសងខាង cooldown ទាំងអស់គ្នាដូចគ្នាផងដែរបាទ Immortal ក៏ចូលខ្លួនទៅលើ Vadu ទៀតអូបាទដូចចេញបាត់2អញ្ចឹងគាត់អាចខៃ team fight បានព្រោះដោយសារឃើញធំឥឡូវគាត់ចាប់ដាំតាន់ណាព្រោះដោយសារកាន់តែ late គាត់ damage reduction គាត់ច្រើនណាស់តាន់ណាអូយពេឡើងជីកដែរទេអត់ទេបាទខ្ញុំ pressure minion ដែរជាមួយនឹង pro e-sport pressure minion ដូចគ្នាម្នាក់បើថាឲ្យ pressure រៀង50 កប៊ីទទួលស្គាល់ថាគាត់បាន silent សងខាងតែអាបាត់ T stream mid ហ្នឹងក៏ហានិភ័យដែរព្រោះគេចាប់បាន back door ហ្នឹងហើយ back door ចាប់បានមែនទេបាទអូគូសែនពេកគេដើរយូរដែរលោកបីជើងហើយនោះញ័រដៃបាទចាប់ player ញ័រឥឡូវ caster ក៏ញ័រដែរពេធ្វើមួយរឿងអូ my god គាត់ចេញដល់ទេបកស៊ីមានការ flicker ដកថយតពេលវេលាមានការឡើងជីកចុច Purify គូសែនមានការដកថយFelix អានបាត់មកជីវិតចុច Purify មកវិញមានជីវិត2 Oscar ឲ្យវាយមករត់តែជើងសាតូបោកវាយយកទៅភ្លាមអានមានការថាជីវិតខ້ອຍលេសតឈឹមដៃបោកវាយវ៉ាឌូដៃទៅទេសតឈឹមដៃជីវិត2ដូចគ្នាបោកវាយភ្លាមវ៉ាឌូសតឈឹមដៃហើយចាក់ slow វាយយកទៅពីខ້ອយលេភ្លាមមានការដកថយប៉ុន្តែអានខ້ອយលេវិញទៅគ្នាខ៉យលេឡើងឈាមទាន់ក៏វាអាល់ទីឡើងអ៊ីមីញូរៀមពីការចាត់កោnokមួយប៉ោងប៉ាំងប៉ោងបាទហើយនៅសតតែបលេទីណាក៏ដូចជាបកស៊ីតែប៉ុណ្ណោះអែនចេញដែរទេភ្លាមខយលីលោឈាមខយលីមានជីវិត2មានការ delay ជាមួយការហៅសេវាយមីឌៀនវាយទៀបានទេវាយទៀកាអីឡើងទៅវាក់កន្លែងវាយមកគឺបានទៅលើ Pro e-sport